អាដាមច័ន្ទរតនាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យស្ដីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានឲ្យដឹងនៅថ្ងៃប្រហ័សនេះថាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នៅតែក្តៅគគុកប៉ុន្តែពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងតំបន់ទាំងនោះនៅមានសុវត្ថិភាពធម្មតាប្រជាជនយើងទាំងអស់គ្នាសុខសប្បាយធម្មតាទេដូចជាអត់មានបញ្ហាអីទេបាទលោកពេជ្រមុនីពលករខ្មែរដែលកំពុងធ្វើការនៅក្នុងទីក្រុង Tel Aviv របស់អ៊ីស្រាអែលបានប្រាប់បណ្ដាញព័ត៌មាន AMS ថាស្ថានភាពវាយប្រហារមកលើទីក្រុង Tel Aviv នៅថ្ងៃប្រហ័សនេះគឺនៅបន្តតានតឹងមិនទាន់ថមថយនៅឡើយសង្គ្រាមកំពុងពេញកំសួលនេះបានបង្ខំឲ្យហាងលក់ម្ហូបអាហារដែលលោកកំពុងបម្រើការងារត្រូវបិទទ្វារជាបណ្ដោះអាសន្នហើយដោយសារតែវាអត់មានមនុស្សដើរទិញម្ហូបទិញអីចឹងណាហ្នឹងគាត់ថាបិទបណ្ដោះអាសន្នណាបើសិនអាចគឺនឹងបិទបន្តទៅទៀតដោយសារតែតកែខ្ញុំគាត់មើលស្ថានភាពនៅអ៊ីស្រាអែលនៅវាធ្ងន់ធ្ងរយ៉ាងម៉េចអីយ៉ាងម៉េចចឹងណាលោកពេជ្រមុនីបានបញ្ជាក់ថាបច្ចុប្បន្ននេះលោកកំពុងតែស្នាក់នៅកន្លែងដែលមានសុវត្ថិភាពជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ខ្ញុំនៅបន្ទប់ជួលធម្មតាខ្ញុំអត់មានពេលមានសារ៉ែនមានអីទេខ្ញុំចេញទៅក្រៅហ្នឹងទៅចេញអត់នៅក្នុងសង្ងំបន្ទប់បានទេដោយសារយើងមើលគ្រាប់ធ្លាក់មើលអត់ដឹងបើយើងនៅខាងក្រៅយើងអាចត្រឡឹងមើលឃើញវាដៅ100យើងអាចយកកន្លែងពួននេះអញ្ចឹងទៅណាយើងទៅចូលកន្លែងត្រង់សេគេហ្នឹងគេមានតែនៅជុំវិញផ្ទះខ្ញុំមានទាំងអស់លោកមេងថែណែតនិស្សិតខ្មែរដែលហាត់ការនៅប្រទេសអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថាតំបន់ដែលលោករស់នៅគឺនៅតែបន្តមានការប្លង់គ្រាប់មកដដែលប៉ុន្តែលោកបានត្រៀមវេទិកាការពារខ្លួនគ្រប់ពេលវេលាដោយបានត្រៀមស្បៀងអាហារនិងកន្លែងសុវត្ថិភាពបើតាមអាដាមច័ន្ទរតនាអ្នកនាំពាក្យស្ដីទីក្រសួងការបរទេសកម្ពុជាពលរដ្ឋនិស្សិតនិងពលករខ្មែរគឺសុទ្ធតែបានត្រៀមខ្លួននៅក្នុងការការពារសុវត្ថិភាពនិងអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរនៅក្នុងតំបន់របាយការណ៍ផ្លូវការបង្ហាញថាមានពលរដ្ឋនិងនិស្សិតកម្ពុជាសរុបចំនួន410នាក់កំពុងរស់នៅធ្វើការនិងសិក្សានៅក្នុងប្រទេសមជ្ឈិមបូព៌ាដូចជារដ្ឋគុយវ៉ែតរដ្ឋអេមីរ៉ាតអារ៉ាប់រួមរដ្ឋកាតាប្រទេសការ៉ែននិងប្រទេសអ៊ីស្រាអែលហើយនិស្សិតកម្ពុជាផ្នែកកសិកម្មដែលកំពុងតែរៀននៅប្រទេសអ៊ីស្រាអែលមានចំនួនច្រើនជាងគេគឺរហូតដល់ទៅ239នាក់អស់កម្លាំងទៅកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង